ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំវីដេអូនេះផងដែរខ្ញុំនឹងមកធ្វើការនិយាយអំពីការកំណត់ពណ៌ color ចេញពីកាមេរ៉ា Canon ដោយកំណត់ពណ៌ color ចេញពីកាមេរ៉ាឲ្យយើងថតរូបចេញមកបែបនេះឬក៏បែបនេះដោយមិនមានការកែពណ៌ color ចេញពី app បន្ថែមនោះទេគឺគ្រាន់តែកំណត់ពណ៌ color ចេញពីកាមេរ៉ា Canon គឺអាចដូចក្រាប់ទៅហើយវីដេអូមួយនេះផងដែរគឺមិនត្រឹមតែនិយាយអំពីការកំណត់ពណ៌ចេញពីកាមេរ៉ាមួយនេះប៉ុណ្ណោះទេកាមេរ៉ា Canon បណ្ដាលទៅទៀតក៏អ្នកទាំងអស់គ្នាអាចយកតិចនិចមួយនេះទៅធ្វើការកំណត់បានផងដែរអញ្ចឹងទៅមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាថាតើយើងកំណត់ពណ៌បែបណាបានវាថតចេញមកចេញជាបែប3ខាងលើមិញហ្នឹងអូខេអញ្ចឹងទៅមើលវីដេអូទាំងអស់គ្នាឥឡូវយើងមកមើលដល់ការកំណត់ setting មួយចំនួននៅក្នុងកាមេរ៉ា Canon ទាំងអស់គ្នាដើម្បីយើងថតមកបាន color ស្អាតដោយមិនចាំបាច់កែអញ្ចឹងចូលរហូតដល់ចំណុចទី4យើងនឹងឃើញយកចូលកន្លែងហ្នឹងមកនៅក្នុងនេះគឺមាន color មួយចំនួនដែលយើងអាចចាក់បានដូចជា auto standard portrait landscape អីចឹងទៅយើងចូលរហូតដល់ក្រោមយើងនឹងឃើញមាន color សម្រាប់យើងគេហៅថា custom color ខ្លួនឯងចឹងខ្ញុំយកអាទី1ដើម្បីធ្វើការ custom ឲ្យអ្នកទាំងអស់គ្នាបានមើលពីចូលមកគឺមាន color ចេះដែលអត់ទាន់បានកំណត់ទេវាសម្រាប់ឲ្យយើងជាអ្នកថតយើងកំណត់ខ្លួនឯងអញ្ចឹងនៅកន្លែងនេះអ្នកគ្នាអាចដូរដាក់អីក៏បានដែរបើចឹងជាកាមេរ៉ាទំនើបឥឡូវកន្លែងនេះគឺវាអាចកំណត់ឈ្មោះបានតែក្នុងនេះគឺអត់មានទេអញ្ចឹងខ្ញុំចង់ឲ្យវាថត portrait យក portrait មកកន្លែងនេះខ្ញុំយក7បន្ទាប់មកខ្ញុំយក5តមកទៀតយកកន្លែងនេះយក5ដែរកន្លែង contrast នេះខ្ញុំអត់ចង់ឲ្យវា contrast ពេកទេអញ្ចឹងខ្ញុំយកដក3កន្លែង saturation នេះក៏ខ្ញុំយកដក3ដែរអត់ចង់ឲ្យវាដិតពេកហើយកន្លែង color tone នេះក៏ខ្ញុំយកដក3ដែរដើម្បីកុំឲ្យ tone យើងគឺវាដិតខ្លាំងអញ្ចឹងយើងចុចកន្លែងហ្នឹងហើយយើងខាច់យកកន្លែងបន្ទុយត្រឡប់ក្រោយវិញមកហើយបន្តមកទៀតយើងចង់ឲ្យវាតអញ្ចឹងយើងចូលកន្លែង white balance WB ហ្នឹងអាចធ្វើតាមខ្ញុំក៏បានដែរយក B ខាត់ទៅ2ទៅG ហ្នឹងខាត់ទៅ2ដែរទៅហើយអាក្រោមនេះមិនខ្វល់ទេរួចមកទៅអូខេមកហើយកន្លែង white balance នេះយើងឲ្យវាអូតូទៅបើមិនជាកាមេរ៉ាទំនើបឥឡូវរបស់ Canon គឺវាអាចធ្វើការកំណត់ white balance មិនដែល custom white balance អានេះយើងអាចកំណត់បានមានដូចជា daylight មានដូចជា start មានដូចជា cloudy អីទៅទៀតទៅតែខ្ញុំយកអូតូហើយរួចមកទៅអូខេមកនៅកន្លែងនេះទៅឲ្យ mode គឺខ្ញុំយកធម្មតាយក single shot គឺមិនថត់កន្លងថត់អីទេហើយ quality ខ្ញុំយក L អត់យក RAW ទេយក JPEG ធម្មតាតមកទៀតគឺពាក់ព័ន្ធទៅនឹងទំហំគឺខ្ញុំយក32ភាគច្រើនcenter របស់ Canon គឺប្រភេទ32យើងថតទៅគឺ full center តែបើយើងយក4 3អាហ្នឹងយើងដឹងថាក្រាបដាច់ center អញ្ចឹងយក32តមកយើងចេញមកក្រៅវិញមកនេះរូបភាពយើងគឺថតមកចេញមកបែបអញ្ចឹង1 2 3ឥឡូវយើងអាចមើលរូបភាពបានរូបភាពគឺ detail មែនតើអានេះមិនមែនដោយសារតែ lens ខ្ញុំល្អឬក៏កាមេរ៉ាខ្ញុំល្អអីទេកាមេរ៉ានេះគឺវាជា Canon ទៅចាស់ហើយ DSLR អញ្ចឹងយើងមកមើល setting ដែលយើងបានកំណត់មុនហ្នឹងនេះ setting ខ្ញុំបានកំណត់មុនហ្នឹងយ៉ាងម៉េចដែរអ្នកគ្នាបន្ទាប់ពីបានទស្សនានៅវីដេអូមួយនេះហើយរូបភាពដែលខ្ញុំបានថតមុននេះគឺខ្ញុំនឹងដាក់នៅលើអេក្រង់ឲ្យអ្នកទាំងអស់គ្នាបានមើលហើយបើចិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីទៅទៀតពាក់ព័ន្ធនឹងការថតអាច comment នៅវីដេអូខាងក្រៅបើខ្ញុំបានដឹងផងក្រោយវីដេអូក្រោយទៅគឺខ្ញុំអាចធ្វើពាក់ព័ន្ធទៅនឹងចំនួនដែលអ្នកគ្នាបានទូមកកាន់ខ្ញុំអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំបាទថតពេលក៏សូមអរគុណហើយចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ